សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះនាងខ្ញុំមានប្រធានបទថ្មីមួយទៀតហើយដើម្បីចែកជូនដល់បងប្អូនទាំងអស់គ្នាប្រធានបទនេះគឺមានចំណងជើងថាធ្វើម៉េចដឹងថាកូនក្នុងផ្ទៃមានជំងឺពកឆ្អឹងខ្នងចុះម៉ាក់ធ្វើបែបណាដើម្បីបង្ការមុននឹងយើងចូលដល់អត្ថន័យក្នុងប្រធានបទនេះសូមបងប្អូនទាំងអស់គ្នាកុំភ្លេចចុច Like Subscribe និងសញ្ញារូបកណ្ដឹងដើម្បីទទួលបានវីដេអូថ្មីៗបន្ថែមទៀតពី Channel YouTube របស់យើងខ្ញុំជំងឺពកឆ្អឹងខ្នងឬពាក្យបច្ចេកទេសហៅថា Spina bifida ដែលកើតឡើងនៅក្នុងត្រីមាត្រដំបូងនៃការពពោះព្រោះជាពេលដែលមានការបង្កើតខួរក្បាលនិងខួរឆ្អឹងខ្នងនេះបើតាមការលើកឡើងរបស់លោកស្រីវិជ្ជបណ្ឌិតទីសុវណ្ណរតន៍សញ្ញាបត្រពីប្រទេសបារាំងលោកស្រីវិជ្ជបណ្ឌិតបម្រើការងារនៅមន្ទីរសម្រាប់ព្យាបាលនិងសម្ភពមេដារូបនេះបានបន្តទៀតថាជំងឺពកឆ្អឹងខ្នងឬ Spina bifida សំដៅទៅលើភាពខុសប្រក្រតីនៃឆ្អឹងកងខ្នងរបស់ទារកផ្នែកខាងក្រោយអាចរបើកឆ្អឹងខ្នងឬពកឆ្អឹងខ្នងមួយចំហៀងឬបាត់ឆ្អឹងកងខ្នងទាំងអស់ធ្វើឲ្យលៀនខួរឆ្អឹងខ្នងចេញមកក្រៅធ្វើឲ្យឆ្អឹងខ្នងមិនពេញលក្ខណៈបណ្ដាលឲ្យទារកពិការភាពខូចអវយវៈពីកំណើតទារកមានជំងឺពកឆ្អឹងកងខ្នងអាចដឹងតាមរយៈការពិនិត្យអេកូដោយគ្រូពេទ្យជំនាញនៅសប្តាហ៍ទី12នៃការពពោះដែលក្នុងករណីធ្ងន់ធ្ងរគ្រូពេទ្យនឹងឲ្យបញ្ឈប់គាត់តែម្ដងលោកស្រីវិជ្ជបណ្ឌិតថានៅពេលប្រទេសជឿនលឿនគេអាចព្យាបាលទារកដែលមានជំងឺពកឆ្អឹងខ្នងតាំងពីនៅក្នុងពោះម្ដាយដោយមិនចាំបាច់រង់ចាំឲ្យកូនកើតមកទើបវាកាត់ឆ្អឹងខ្នងបិទឲ្យជិតវិញនោះទេចំពោះវិធីបង្ការមិនឲ្យទារកមានជំងឺពកឆ្អឹងកងខ្នងនេះលោកស្រីវិជ្ជបណ្ឌិតឯកទេសផ្នែកសម្ភពនិងរោគស្ត្រីរូបនេះបានណែនាំឲ្យស្រីៗដែលមានគម្រោងយកកូនត្រូវញ៉ាំអាស៊ីតហ្វូលិករៀងរាល់ថ្ងៃរយៈពេល3ខែមុនពេលមានកូននិងពេលពពោះនៅ3ខែដំបូងប្រសិនបើដឹងថាការទទួលទានរបបអាហារមិនបានគ្រប់គ្រាន់កាលណាស្ត្រីពពោះញ៉ាំអាស៊ីតហ្វូលិកមិនគ្រប់គ្រាន់ទេក៏អាចប្រឈមនឹងជំងឺពកឆ្អឹងអាចលៀនខួរឆ្អឹងខ្នងចេញមកតាមឆ្អឹងខ្នងធ្វើឲ្យខួរក្បាលលូតលាស់មិនពេញលេញទៅជាតូចខុសប្រក្រតីឬទឹកដក់ក្នុងខួរក្បាលនិងបញ្ហាប្រឈមជាច្រើនទៀតទាំងម្ដាយទាំងកូនបន្ថែមពីនោះស្ត្រីដែលមានគម្រោងយកកូនឬកំពុងពពោះត្រូវញ៉ាំអាហារមានជាតិហ្វូឡាតដែលសម្បូរនៅក្នុងស៊ុតថ្លើមគោបន្លែបៃតងគ្រាប់សណ្ដែកផ្លែក្រូចល្ហុងប័រជាដើម